លុយ1000យួនដើរទិញអីវ៉ាន់នៅផ្សារបោះដុំប្រទេសចិនតោះថ្ងៃនេះខ្ញុំនាំអ្នកទាំងគ្នាដើរផ្សារបោះដុំនៅប្រទេសចិនម្ដងចង់ដឹងថានៅផ្សារហ្នឹងគេមានលក់អីគេខ្លះហើយក្នុង1000យួនហ្នឹងតើយើងអាចទិញបានអីគេខ្លះទៅមើលទាំងអស់គ្នាណាមួយចង់ទិញអីវ៉ាន់ផ្ញើអ្នកផ្ទះផងហ្នឹងណាកុំឲ្យថាមកដល់ចិនហើយអត់មានបានអីសោះហើយនេះគឺផ្សារដែលខ្ញុំមកថ្ងៃនេះមកដល់មកកន្លែងចតឡានគេនេះលយមែនតែនឡានសុទ្ធតែជិះជាដើរយន្តឥឡូវខ្ញុំចូលមកដល់ក្នុងផ្សារហើយផ្សារនេះគឺគេផ្ដោតលក់កៅអៅស្បែកជើងកាបូបមកប៉ះខែលងាភាគច្រើនគេលក់សុទ្ធតែកៅអៅលងាឥឡូវខ្ញុំឃើញហាងដែលត្រូវចិត្តខ្ញុំហើយនិយាយទៅម៉ូដកៅអៅបែបខ្ជូត girly ចឹងណា Hello how much អូអូខេទៅចុះបន្តិចបានអត់មកសពុតពាក់មួយនេះអូអស់437យួន200,000ជាងទិញបានតែអាវមួយសពុតមួយអត់កើទេតើតែប្រើជំនាញតថ្លៃហើយបានមិនចឹងទេអស់លុយខ្ទេចនៅនេះផ្សារបោះដុំមែនប៉ុន្តែបើយើងទិញរាយតម្លៃគឺរៀងខ្ពស់ហើយតើតែយើងចេះត Can try គេឲ្យលោដូចតុក្កតាស៊ីផ្សិតអូលុយតាពាក់មួយឈុតមិញសមអត់មើលលើកនេះខ្ញុំនឹងព្យាយាមតថ្លៃគេឲ្យចុះតតែបាន Hello how much មួយនេះ75យួនអ្នកនរគ្នា No discount no discount គេឲ្យយើងចុចលេខអញ្ចឹងយើងដាក់ម៉ានហ៎អូខេអូខេអូខេនៅនេះចង់តថ្លៃមិនបាច់និយាយច្រើនទេហុចកាសចូលឲ្យចុចលេខបដ ாய் ចង់បានម៉ានដឹងអញ្ចឹងតឲ្យច្រើនជាងនេះបន្តិចប៉ុន្តែតាមហាងដែរហាងខ្លះអ្នកលក់ចិត្តល្អរុះរាយអញ្ចឹងទៅហាងខ្លះអត់ចុះសោះហ្មងដល់ពេលឃើញផ្លាកតម្លៃគេរៀងខ្ពស់ដែរបែកកណិតសាកយក app មក scan មើលចង់ដឹងក្នុងអនឡាញគេលក់ម៉ានអញ្ចឹងណានេះខ្ញុំ scan តាម app DRSB បងប្អូននៅខ្មែរក៏អាចទិញបានដែរហើយស្រួលទៀត app របស់ខ្មែរយើងគ្រាន់តែចុចថតហើយ scan ទៅចេញមករបស់គេមែនមានពណ៌អីរើសទៀតហើយយើងអាចជ្រែតម្លៃបានតាមហ្នឹងហាងខ្លះលក់តម្លៃធូរជាងខ្ញុំមកទិញផ្ទាល់នៅហាងនៅចិននេះទៀតអញ្ចឹងឥឡូវយើងមកញ៉ាំបាយពេលថ្ងៃសិនបាយមួយចាននេះអស់30យួនគេដាក់ឆ្នាំងដីអញ្ចឹងណាអង្គអ្នកនរគ្នាខ្ញុំចង់ទិញកសែងនេះផ្ញើម៉ាក់អញ្ចឹងកសែងបងកនេះតគេនៅបាន90យួនឥឡូវសល់តែ383យួនទេចូលទិញនំញ៉ាំបន្តិចសិននំនៅកន្លែងហាងនេះនិយាយទៅតំណងប្លែកមែនតើទិញនំប៉ាំងមួយអស់21យួនរសជាតិ blueberry ហើយមានឈីសជូរអែមនៅកណ្ដាលសាច់នំប៉័ងគេឡើងតុនហើយស្វិតមកដល់ហាងនេះលក់បែបឈុតកៅអៅកៃឡាឃើញអាឈុតពណ៌ខ្មៅនេះតំណងដែរអញ្ចឹងទិញអានេះមួយអស់198យួនអានឹងតគេមិនក៏គេអត់ចុះដែរលុយនៅរៀងខាយដែរឥឡូវមកឃើញខោនេះគេលក់រៀងថ្លៃដែរអញ្ចឹងមានតែប្រើក្បាច់ចុងក្រោយឯតថ្លៃឯណាណីមើលនិយាយទៅខោមួយប៉ុន្តែទាញកាសូចុចចុះចុចឡើងតម្រាំតែត្រូវគ្នាអញ្ចឹងខោមុនហ្នឹងទិញអស់100យួនទៀតសល់64យួនទៀតឥឡូវយើងមកមើលនេះមើលមានអីទិញបានអត់ How much គឺសំងនេះទូពីសុអងហាងតែថែងទៀត60បើ221 50វ៉ាន់អូខេអូខេអ៊ំតថ្លៃអត់ចុះហើយទាញអីវ៉ាន់យកទៅវិញបណ្ដោយអញ្ចឹងតឲ្យគាត់មួយនឹង60បានគាត់អូខេអញ្ចឹង1000យួនរបស់ខ្ញុំគឺទិញបានប៉ុណ្នេះឯងនិយាយទៅបទពិសោធន៍ដើរផ្សារនេះគឺត្រូវតែតថ្លៃហើយមិនប្រកាសថាទិញនៅកន្លែងផ្ទាល់អញ្ចឹងបានតម្លៃធូរជាងក្នុង app ណាប្រហែលមកពីនៅនេះគេលក់ក្នុងផ្សារទំនើបត្រូវដាក់តាំងអីវ៉ាន់ក្នុងហាងតាំងអីវ៉ាន់ឲ្យភ្ញៀវមើលអញ្ចឹងតម្លៃគេដាក់ខ្ពស់ជាងតាមអនឡាញអញ្ចឹងហើយអញ្ចឹងបងប្អូននៅខ្មែរទោះអត់បានមកដល់ចិនផ្ទាល់ក៏អាចទិញអីវ៉ាន់ពីចិនទៅបានដែរអ្នកទាំងគ្នាគ្រាន់តែប្រើ app នេះ DRSB បងប្អូនឃើញអីវ៉ាន់ណាដែលស្រឡាញ់គ្រាន់តែចូលក្នុង app ហើយថត scan មកគឺចេញអីវ៉ាន់ហ្នឹងមកហើយងាយស្រួលមួយទៀតគឺយើងអាចជ្រែតម្លៃបានមានតម្លៃទាបតម្លៃខ្ពស់ទៅតាមហ្នឹងដោយសារអីវ៉ាន់ហ្នឹងមួយគឺមានគេដាក់លក់ច្រើនអញ្ចឹងយើងអាចជ្រើសរើសទៅតាមតម្លៃដែលយើងគិតថាសមរម្យសម្រាប់យើងអញ្ចឹងណាសេវាដឹកជញ្ជូនធូរថ្លៃទៀតចាប់ពី2000រៀលឡើងទៅ DRSB ជាក្រុមហ៊ុនខ្មែរអញ្ចឹងគាត់ដាក់សេវាថ្លៃដឹកជញ្ជូនធូរហើយសំខាន់គឺគាត់មានសេវាជួយចេញឲ្យយើង 50% ទៀតបើន័យថាពេលយើងទិញអីវ៉ាន់ណាអាហ្នឹង$10អញ្ចឹងយើងបង់លុយតែ$5ឯងចាំពេលអីវ៉ាន់ហ្នឹងមកដល់ខ្មែរចាំយើងបង់$5ទៀតអញ្ចឹងគឺវាសម្រួលដល់ការចាយវាយើងបានមួយរយៈដែរសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងទៅ page DRSB Express បានណា